រឿងភ្លេចហើយមែនទេគេធ្វើឲ្យអូនឈឺចាប់យ៉ាងណាមិនគួរយកខ្លួនតែពេលនេះអូនកេងកាយទៅរកគេនោះវិញបានអូខេអរគុណទាំងអស់គ្នាព្រះជួទាំងអស់គ្នាផងដែរព្រះជួខាងក្រោយអរគុណដែលខលមកអរគុណដែលមករកបងនិយាយពីគេប្រាប់បងថាមានរឿងអ្វីគេធ្វើឲ្យអូនឈឺចាប់ស្ទើររៀងរាល់ថ្ងៃឲ្យបងជួយគិតរឿងថ្លៃត្រូវធ្វើបានណាមិនបាច់មានចំឡាយក៏តែឆ្លើយខ្លួនឯងបានដែរព្រោះគេត្រឹមតែមនុស្សដែលមិនស្មងនឹងអូនឲ្យបងត្រូវធ្វើបែបណាបើជីវិតមិនតន់អស់អាឡ័យបងដឹងចិត្តថ្លៃសែភ្នែកចរណៃអូននឹងមានគេចាប់ដៃស្រួលអររួនប្រាប់អូនកុំទៅរកគេរឿងភ្លេចហើយមែនទេគេធ្វើឲ្យអូនឈឺចាប់យ៉ាងណាក្រែងប្រាប់បងថាគេនោះជាមនុស្សប្រមិនល្អមិនគួរយកខ្លួននៅក្បែរតែពេលនេះអូនកេងកាយទៅរកគេនោះវិញបានមិនបាច់ប្រាប់ថានឹកបងនឹកតែអូននៅស្នេហ៍គេរឿងដែលមានប្រាប់បងដូចជារឿងអ្វីទៅបងមិនយល់បុតនឹងមិនដឹងខ្លួនឬគេធ្វើឲ្យឈឺយ៉ាងណាត្រូវចាប់ទុកថាគេលែងត្រូវការរូបអូនទៀតហើយអូខេបងអ្នកទៅចេះច្រៀងមិនតែមានចំឡាយក៏ឆ្លើយខ្លួនឯងបានដែរព្រោះគេត្រឹមតែនោះដែរមិនស្មោះនឹងអូឲ្យបងត្រូវធ្វើបែបណាបើជីវិតមិនតន់អស់អាឡ័យបងដឹងចិត្តថ្លៃសែភ្នែកចរណៃអូននៅមានគេចាប់ដៃស្រួលអងរួនប្រាប់អូនគុំទៅរកគេរឿងហើយមែនទេគេធ្វើឲ្យអូនឈឺចាប់យ៉ាងណាក្រែងប្រាប់បងថាគេនោះជាមនុស្សប្រមិនល្អមិនគួរយកខ្លួននៅក្បែរតែពេលនេះអូនគេតែទៅរកគេនោះវិញបានចាប់ដៃស្រួលអងរួនប្រាប់អូនគុំទៅរកគេរឿងហើយមែនទេវាធ្វើឲ្យអូនឈឺចាប់យ៉ាងណាតែប្រពន្ធថាគេជាមនុស្សប្រមិនអស់ខ្លួនតែបានតែពេលនេះអូនគេកាយទៅរកគេនោះវិញបានតែពេលនេះអូនគេកាយទៅរកគេនោះវិញបាន
អរគុណទាំងអស់គ្នា